កុំកុហកកូនបើមិនចង់ឲ្យកូនឌឺពាក្យនេះមិនខ្ញុំនិយាយខ្លួនឯងពាក្យនេះគឺខ្ញុំយកចេញពីសភៅមួយដែលខ្ញុំអានកាលពី10ឆ្នាំមុនពេលដែលខ្ញុំចាប់ដើមទង្គុណកូនទី1ខ្ញុំចាប់ដើមអានសភៅពីការចិញ្ចឹមកូននឹងអញ្ចឹងខ្ញុំចាប់បានចំណុចមួយហើយខ្ញុំចាប់ផ្ដើមអនុវត្តនៅលើកូនខ្ញុំទាំងពីរខ្ញុំចង់ប្រាប់ថាពិតជាមានប្រសិទ្ធភាពមែនខ្ញុំអនុវត្តជាមួយនឹងកូនខ្ញុំទាំងពីរនាក់កម្រិតនៃភាពឌឺរបស់គាត់ឬក៏ការនិយាយគ្នាក្នុងទំនាក់ទំនងប្រចាំថ្ងៃគឺគ្រាន់បើអាចទទួលយកបានដោយសារយើងអត់ដែលកុហកប៉ុន្តែយើងខ្លួនឯងត្រូវធ្វើឲ្យអស់ផលិតភាពហើយមិនមែនយើងតែម្នាក់អាចធ្វើបានទេវាត្រូវបូកផ្សំជាមួយនឹងបរិយាកាសជុំវិញខ្លួនជាដូនជាតាឪពុកម្ដាយមីងមានិយាយទៅអ្នកដែលរស់នៅក្បែរជុំវិញទាំងអស់ព្រោះកត្តាទាំងអស់ហ្នឹងជាកត្តាសំខាន់បំផុតកុហកហ្នឹងមានថាមិនបាច់សម្រាប់ក្មេងមិនចាំបាច់ពាក្យកុហកធំទេគ្រាន់តែយើងនិយាយថាកូនចាំបន្តិចម៉ាក់តាយកនេះឲ្យហើយយើងអត់បានយកអាហ្នឹងក៏ជាការកុហកដែរសម្រាប់ក្មេងរឿងគឺងាយបំផុតប៉ុណ្ណឹងក៏កុហកដែរសម្រាប់គាត់អញ្ចឹងធ្វើយ៉ាងម៉េចបើឧទាហរណ៍ថាយើងនិយាយពាក្យអីមួយហើយកូនគាត់យកអត់បានធ្វើឲ្យកូនអញ្ចឹងយើងត្រូវបកស្រាយឬក៏សុំទោសកូនថាកូនម៉ាក់សុំទោសប៉ាសុំទោសប៉ាអត់បានធ្វើឲ្យចំណុចនេះដោយសារប៉ារវល់ធ្វើនេះឬក៏ម៉ាក់រវល់ធ្វើនេះរហូតដល់ភ្លេចអញ្ចឹងត្រូវមានការបកស្រាយណាមួយឬក៏ការជជែកឲ្យកូនដឹងណាមួយដើម្បីឲ្យកូនដឹងថាអូខេអត់បានធ្វើគឺអញ្ចឹងអញ្ចឹងរឿងហ្នឹងនឹងធ្វើឲ្យក្មេងអត់ឌឺនៅពេលដែលយើងនិយាយអីមួយទៅគាត់ឬក៏យើងហាមអីគាត់ឬក៏យើងបញ្យល់អីគាត់នឹងបើកចិត្តស្ដាប់ពីដំបូងវាអាចនឹងពិបាកប៉ុន្តែនៅពេលដែលយើងទម្លាប់ធ្វើវានឹងមានភាពងាយស្រួលតែសំខាន់បំផុតយើងនឹងមានភាពងាយស្រួលនៅក្នុងការជជែកឬនៅក្នុងការធ្វើទំនាក់ទំនងជាមួយកូនយើងផ្ទាល់តែម្ដង